ngày mỗi lúc xây ban bị chẹt mũi mà chủng luôn thấy vìปัญหาvà có bệnh prostat thấy cho là sẽ bị chẹt thém là đi xa tại mình một bị chịu rọt dưới màn lực làm chỉ số chán taปัญหา prostat ទាំងមហារីក prostat ទាំងរលាក prostat ហ្នឹងតើអាចព្យាបាលជាដែរទេជាទូទៅគ្រប់ជំងឺទាំងអស់អាចព្យាបាលជាទាំងអស់ឲ្យតែយើងរកឃើញតាន់ពេលវេលាហើយបើទោះជាមានជំងឺខ្លះរកឃើញមិនតាន់ហើយរកតាន់ហើយមើលមិនត្រូវក៏នៅតែមានឱកាសអាចព្យាបាលបានដែរឧទាហរណ៍ដូចជារលាកក្រពេញ prostat រ៉ាំរ៉ៃបើយើងនិយាយអំពីជំងឺ prostat វាមានការរលាកក្រពេញ prostat វាមានការរីក prostat ហើយនឹងមានមហារីក prostat ដូចយើងនិយាយអំពីការរលាក prostat សិនពេលដែលយើងមានរោគសញ្ញានិងរោគទៅឃើញថាមានការរលាកក្រពេញ prostat ហើយពេលហ្នឹងយើងចាប់ផ្ដើមព្យាបាលភ្លាមជាបន្ទាន់មានពេលខ្លះការព្យាបាលត្រូវការរយៈពេលដល់ទៅ2ខែហើយមានពេលខ្លះទៀតរយៈពេល2ខែហ្នឹងត្រូវការប្រើថ្នាំខ្លាំងៗដល់ទៅ2-3មុខប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏យើងនឹងជាដែរហើយការព្យាបាលតែមួយមុខដោយមិនមានការថែទាំទោះតែជាក៏អាចឈឺឡើងវិញដែរអញ្ចឹងវាសំខាន់ក្នុងការថែទាំមួយដែរកំពុងតែព្យាបាលនឹងព្យាបាលផងថែទាំផងព្យាបាលជាហើយត្រូវបន្តការថែទាំតទៅទៀតហើយការថែទាំក៏ពេញ prostat តែយើងត្រូវថែទាំយ៉ាងណាទី1សំខាន់ជាងគេយើងត្រូវតែញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ការញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ហ្នឹងគឺយើងឈឺនោមបានគ្រប់គ្រាន់ឧទាហរណ៍ថាយើងនោមក្នុងអំឡុង2ម៉ោងទៅ3ម៉ោងយើងទៅឈឺនោមម្ដងហើយនៅក្នុងទឹកនោមរបស់យើងហ្នឹងវាថ្លាអត់មានមេរោគដុសអត់មានកកអត់មានអីអញ្ចឹងមានន័យថាយើងមានសុវត្ថិភាពពេលដែលយើងឈឺនោមចេញទៅមេរោគហ្នឹងដែលត្រូវដុសនៅក្នុងផ្លោកនោមនៅក្នុងពពោះនោមដែលត្រូវឆ្លងកាត់តាមក្រពេញ prostat ដែលមានរូបរាងដូចអីប៉ុងហ្នឹងគឺកាត់បន្ថយការឆ្លងមេរោគឲ្យតែយើងនោមញឹកឲ្យបានគ្រប់គ្រាន់ញឹកហ្នឹងមិនមែនចង់និយាយថា1ម៉ោងនោមម្ដងឬកន្លះម៉ោងនោមម្ដងអាហ្នឹងនោមញឹកពេកទៅជាជំងឺវិញប៉ុន្តែញឹកក្នុងអំឡុង2ម៉ោងទៅ4ម៉ោងយ៉ាងយូរបំផុតហើយដើម្បីឲ្យយកល្អណាការដែលយើងឈឺនោមម្ដង2ម៉ោងម្ដងហ្នឹងមិនមែនគ្រាន់តែសុខភាពល្អតាមក្រពេញ prostat មួយទេគឺសុខភាពល្អហ្នឹងគឺទូទាំងខ្លួនប្រាណទាំងមូលគឺយើងសម្អាតជាតិពុលបានគ្រប់គ្រាន់ហើយសម្អាតផ្លូវទឹកនោមហ្នឹងក៏បានគ្រប់គ្រាន់ជៀសវាងការដុសមេរោគដែលអាចរីករាលដាលដល់ការរលាកក្រពេញ prostat នឹងទី1បើសិនជាយើងនោមញឹកនៅពេលយប់អ្វីដែលយើងគួរធ្វើមុនគេគឺយើងមុនពេលគេងកុំញ៉ាំទឹកជាពិសេសកាហ្វេតែប៊ីយ៉ាគឺញ៉ាំទៅនោមយប់មែនតើបើចង់កាត់បន្ថយការនោមយប់ដាច់ខាតកុំញ៉ាំមុនគេឬក៏យ៉ាងហោចក្នុងអំឡុងពេល2ម៉ោងមុននឹងចូលគេបើសិនជា2ម៉ោងមុនចូលគេយើងញ៉ាំតែយើងញ៉ាំក្រូចឆ្មាយើងញ៉ាំកាហ្វេយើងញ៉ាំប៊ីយ៉ាឬក៏ស្រាមួយឆ្អែតអាហ្នឹងការនោមយប់ជារឿងសាមញ្ញហើយបើសិនជាយើងញ៉ាំខ្លាំងហើយរហូតដល់ឧទាហរណ៍ថាញ៉ាំស្រាឡើងស្រវឹងអត់ងើបឈឺនោមអីអាហ្នឹងជួនកាលទល់ទឹកនោមទៀតព្រលឹមឡើងអាចនឹងទល់ទឹកនោមទៀតព្រោះផ្លោកនោមហ្នឹងវាយាខ្លាំងពេកទៅវារកកន្លែងចម្បាច់អត់ឃើញអញ្ចឹងអាទឹកនោមហ្នឹងអាចទល់អាចចាំបាច់ត្រូវការធ្វើការសុំទឹកនោមទៀតអានោះគឺគ្រោះថ្នាក់ដល់ការរលាក prostat ដែរមិនអញ្ចឹងពីព្រោះបើសិនជាយើងគ្រាន់តែដុសម្មេរោគម្នាក់ឯងហ្នឹងវាប្រឈមនឹងការរលាកបាត់ហើយចុះតម្រង់ពេលដែលយើងសុំការសុំគ្រប់សុំទាំងអស់បើសុំមិនស្អាតអាចនាំមេរោគពីក្រៅទៅក្នុងគ្រប់ពេលវេលាទាំងអស់អញ្ចឹងគួរតែជៀសវាងអាការសុំហ្នឹងចាំបាច់បានគេសុំណាតែចាំបាច់ត្រូវសុំហើយពេលហ្នឹងគេលែងខ្លាចឆ្លងមេរោគឯងគឺគេត្រូវតែធ្វើឲ្យស្អាតហើយដើម្បីការពារកុំឲ្យឆ្លងគេដាក់ថ្នាំផ្សះការពារនៅក្នុងករណីហ្នឹងមួយចា៎ក្រៅពីការញ៉ាំទឹកឲ្យបានគ្រប់គ្រាន់គឺយើងត្រូវមានអនាម័យហ្នឹងគឺប្រុសត្រូវតែលាងខ្លួនមួយថ្ងៃយ៉ាងតិចយើងធ្វើឲ្យបាន2ដងពីព្រោះការដុសមេរោគនៅកន្លែងផ្នែកខាងចុងហ្នឹងវាប្រកាសជាអាចរាលដាលចូលដល់ក្នុងពពោះនោមហើយតែចូលដល់ក្នុងពពោះនោមប្រកាសថាវាចូលទៅដល់ក្រពេញ prostat បានហើយមិនថាអញ្ចឹងមួយទៀតជំងឺកាមរោគត្រូវតែប្រយ័ត្នប្រយែងបំផុតមានពេលខ្លះជំងឺខ្លះយើងពាក់ស្រោមហើយនៅតែការពារមិនបានដូចជាបំពេញទឹកថ្លាឧទាហរណ៍អាហ្នឹងក៏ជាហេតុផលមួយអាចធ្វើឲ្យរលាកក្រពេញ prostat ហើយដើម្បីសុខភាព prostat ទូទៅទី1គេអត់ឲ្យយើងញ៉ាំខ្លាញ់អត់ឲ្យយើងញ៉ាំអាហារជៀនហើយមិនមែនតែ prostat ទេអាហារខ្លាញ់និងអាហារជៀនហ្នឹងសូម្បីស្ត្រីមហារីកដោះឬក៏មហារីកពោះវៀនធំអាហារខ្លាញ់អាហារជៀនមហារីកថ្លើមអីហ្នឹងក៏មានការប្រឈមដែរអញ្ចឹងអាហារខ្លាញ់ហ្នឹងត្រូវតែកាត់បន្ថយអាហារមួយទៀតដែលយើងមិនគួរញ៉ាំកុំឲ្យប៉ះពាល់ការរីកនិងមហារីក prostat ហ្នឹងគឺកុំញ៉ាំសាច់ច្រើនពេកត្រូវកាត់បន្ថយការញ៉ាំសាច់ហើយញ៉ាំបន្លែឲ្យបានច្រើនបន្លែដែលល្អដែលជួយ prostat ហ្នឹងណាបន្លែដែលល្អជួយ prostat ឧទាហរណ៍ដូចជាគ្រាប់ល្ពៅប៉េងប៉ោះគ្រាប់សណ្តែកគ្រប់មុខអញ្ចឹងអាហារបែបហ្នឹងយើងគួរតែញ៉ាំឲ្យបានច្រើនដើម្បីជួយសុខភាព prostat ឲ្យបានល្អការជួយសុខភាព prostat ឲ្យបានល្អមានន័យថាវានឹងបង្កើតជំងឺរីកនិងមហារីកមិនទី1មិនរលាក
ចាហើយទី2កាត់បន្ថយការប្រឈមនឹងការរីកឬក៏មហារីកពីព្រោះគេរកឃើញថាអាហារដែលមានឥទ្ធិពលទៅលើការរីកក៏ពេញប្រូស្តាតនិងមហារីកប្រូស្តាតហ្នឹងគឺអាហារដែលមានជាតិសាច់ច្រើនហើយមួយទៀតអ្វីដែលបរិះគួរតែតាមដានហ្នឹងគឺតាមដានអរម៉ូនភេទបរិះរបស់យើងនិងអរម៉ូនខួរក្បាលអរម៉ូន LH បញ្ចេញពីខួរក្បាលទៅបញ្ជាបងស្វះឲ្យផលិត testosterone testosterone មានទង្វើទៅលើកពេញប្រូស្តាតវារីកឬវាមហារីកអញ្ចឹងយើងតាមដានកពេញប្រូស្តាតហើយជាទូទៅ testosterone ហ្នឹងពេលដែលមនុស្សអាយុចាស់ទៅដូចមនុស្សស្រីចឹងមនុស្សប្រុសគឺធ្លាក់អរម៉ូនហ្នឹងមនុស្សស្រីគេធ្លាក់អរម៉ូន estrogen គេជប់មានរដូវតែមនុស្សប្រុសធ្លាក់ testosterone យើងអត់ដឹងទេធ្លាក់បន្តិចម្ដង10ឆ្នាំជាទូទៅជាមធ្យម10ឆ្នាំធ្លាក់ម្ដង50ធ្លាក់បន្តិច60ធ្លាក់បន្តិច70ធ្លាក់បន្តិចតិចម្ដងរហូតអ្នកខ្លះអត់ព្រមធ្លាក់ទេអ្នកដែលអត់ព្រមធ្លាក់ហ្នឹងភាគច្រើនជាទូទៅរីកលឿនជាងចាហើយក៏ពេញប្រូស្តាតរីកណាគ្រប់បរិះទាំងអស់វារីកទាំងអស់គ្នាហ្នឹងវារីកតិចម្ដងគ្រាន់ថាអ្នកខ្លះក៏មានបញ្ហាទៅអ្នកខ្លះក៏អត់មានបញ្ហាឥឡូវយើងនិយាយអំពីមិញនិយាយអំពីការរលាកក៏ពេញប្រូស្តាតហើយបាននិយាយខ្លះហើយអំពីការការពាររីកនិងមហារីកការពិតទៅយើងចង់ការពារជំងឺរីកប្រូស្តាតនិងមហារីកប្រូស្តាតមិនមានអ្វីច្រើនដែលយើងអាចធ្វើបានទេអ្វីដែលយើងអាចធ្វើបានហ្នឹងគ្រាន់តែកាត់បន្ថយអាហារសាច់ញ៉ាំបន្លែឲ្យបានច្រើនដូចជាប៉េងប៉ោះសណ្តែកឬមួយក៏គ្រាប់ល្ពៅអីចឹងចាក៏ប៉ុន្តែអ្វីដែលយើងអាចធ្វើបាននោះបើសិនជាយើងមានឪពុកជីតាឬក៏បងប្អូនបង្កើតជំងឺរីកឬមហារីកប្រូស្តាតជាពិសេសគាត់កើតនៅអាយុក្មេងឧទាហរណ៍ទៅ45ឆ្នាំគាត់កើតបាត់ហើយអញ្ចឹងយើងគួរប្រយ័ត្នតាមដានប្រូស្តាតមិនមែនមានន័យថាឲ្យតែឪពុកគាត់បងប្អូនគាត់បង្កើតមីងគាត់មារបស់គាត់កើតរីកឬមហារីកប្រូស្តាតគាត់ត្រូវតែរីកដែរទេមិនមែនបែបហ្នឹងទេវារត់នៅក្នុងក្រុមគ្រួសារមែនក៏ប៉ុន្តែមិនមែនថាឪពុកមានវាសនាបែបនេះកូនក្មួយត្រូវតែមានវាសនាបែបហ្នឹងឬក៏ចៅត្រូវតែមានវាសនាបែបហ្នឹងអត់មែនមានន័យអញ្ចឹងទេប៉ុន្តែបើសិនជាយើងមានជាពិសេសមានមនុស្ស2នាក់ដែលនៅជាប់ឈាមខ្សែស្រឡាយជាមួយយើងមានជំងឺប្រូស្តាតរីកឬមហារីកហើយគាត់កើតនៅពីក្មេងគឺយើងត្រូវគួរប្រយ័ត្នយ៉ាងណាគឺយើងតាមដានឧទាហរណ៍ថាយើងមើលអេកូមានពេលខ្លះយើងអត់មានបញ្ហាអីទាំងអស់ប៉ុន្តែមើលអេកូទៅអាប្រូស្តាតហ្នឹងវាគេអាចថ្លឹងបានទំហំវាធំឬក៏តូចហើយមានពេលខ្លះទៀតអាប្រូស្តាតហ្នឹងវាទល់ចូលទៅក្នុងផ្លាប់នោមយើងអត់ទាន់មានរោគសញ្ញាទេអ្នកខ្លះរីកប្រូស្តាតអត់មានរោគសញ្ញាដែរមិនចឹងណាមានឬមិនមានណាស៊ីសងថាតើអារបៀបរីករបស់ពេញប្រូស្តាតហ្នឹងតើវាសង្កត់យ៉ាងម៉េចបើវាសង្កត់ខ្លាំងស្ពាតខ្លាំងមានពេលខ្លះវាអត់សង្កត់ខ្លាំងទេតែយូរហ្នឹងនៅតែមានប្រហោងឈឺនោមអត់មានបញ្ហាមានពេលខ្លះទៀតផ្លោកនោមវាខ្លាំងផ្លោកនោមខ្លាំងហ្នឹងវាអាចច្របាច់ចេញទឹកនោមតាមអាប្រឡោះដែលគេស្ពាតហ្នឹងហើយណាហ្នឹងហើយអញ្ចឹងវាទៅតាមមនុស្សមិនមែនមានន័យថាឲ្យរីកឬក៏មហារីកទៅពេញប្រូស្តាតមនុស្សមានបញ្ហាទាំងអស់គ្នាទេជួនកាលគាត់រីកតែគាត់អត់អីដូចខ្ញុំនិយាយមែនអញ្ចឹងវាតាក់ទងជាមួយនឹងរបៀបច្របាច់សង្កត់របស់កពេញប្រូស្តាតទៅលើពង្រួលនោមនិងសមត្ថភាពរបស់ផ្លោកនោមដើម្បីច្របាច់ទឹកនោមចេញអញ្ចឹងយើងតាមដានទោះបីជាយើងមិនមានរោគសញ្ញាក៏ដោយគឺយើងត្រូវតាមដានយើងមើលអេកូទៅគឺថ្លឹងអាប្រូស្តាតនឹងទី1ទី2ទៀតពេលដែលគេមើលប្រូស្តាតជួនកាលយើងឃើញវាទល់ចូលទៅក្នុងផ្លោកនោមទោះបីវាទួយក៏ដោយប៉ុន្តែវាទល់ចូលទៅក្នុងផ្លោកហើយយើងអាចមើលឈាម prostate specific antigen តើវាឡើងឬអត់ណាហើយបើសិនជាយើងសង្ស័យអ្វីយើងអាចធ្វើបានទៀតយើងគេហៅគេដាក់កាមេរ៉ាចូលតាមពីក្រោមទៅគេដាក់ទៅគេមើលឃើញគេដាក់កាមេរ៉ាចូលទៅគេមើលឃើញថាវារីកឬអត់ហើយមួយទៀតយើងអាចគ្រាន់តែឲ្យវិជ្ជបណ្ឌិតដែលមានបទពិសោធន៍ធ្លាប់ពិនិត្យប្រូស្តាតហ្នឹងគេលូកម្រាមដៃមួយចូលទៅតាមរុនបត់ជើងធំលូកទៅស្ទាបក៏ពេញប្រូស្តាតបើសិនជាវាធម្មតាដូចគេដូចឯងអត់អីតែបើសិនជាវាធំឲ្យទុនដូចកស៊ូអាហ្នឹងរីកតែបើសិនជារឹងកជ្រឹះហើយកពីកពកអាហ្នឹងអាចសង្ស័យថាជាមហារីកនៅពេលដែលក្រុមគ្រួសារមានបញ្ហាមហារីកប្រូស្តាតរបៀបហ្នឹងហើយកូនដើម្បីជៀសវាងការប្រឈមអាចគាត់ថាកាត់ប្រូស្តាតចោលបានទេគេអត់ធ្វើអញ្ចឹងទេគេមិនអាចនៅសុកកាត់ចោលទេដូចតែមនុស្សស្រីចឹងបើសិនជាមានមីងឬមួយក៏ម្ដាយកើតមហារីកដោះមិនមែនថាកូននឹងដើម្បីកុំឲ្យមហារីកដោះទៅកាត់ដោះចោលគេអត់ធ្វើបែបហ្នឹងទេគេគ្រាន់តែតាមដានដូចខ្ញុំនិយាយពីខាងដើមអញ្ចឹងបើសិនជាយើងរកឃើញនៅពេលដំបូងគឺយើងអាចព្យាបាលសូម្បីតែមហារីកប្រូស្តាតហ្នឹងក៏ដោយមហារីកប្រូស្តាតហ្នឹងបើយើងរកឃើញនៅដំណាក់កាលដំបូងគឺយើងអាចព្យាបាលហើយមានពេលខ្លះអត់ទាំងចាំបាច់ប្រើប្រាស់ការវ៉ែកាត់តតែសោះគេគ្រាន់តែប្រើអរម៉ូនទៅគឺទប់ទល់គ្រប់គ្រងអាកោសិការីកមិនឲ្យរាលដាលនិងមិនឲ្យមានបញ្ហាទៅថ្ងៃក្រោយបានគេរកឃើញថាការព្យាបាលមហារីកកពេញប្រូស្តាតណាព្យាបាលដោយមិនចាំបាច់ច្រើនករណីណាហើយធ្វើម៉េចបានដឹង
đằng bay đằng á tham thò mà đá cái chập sạch cho một cái song sai tham mà hà đi cái chập sạch cho từ mưa này bây để chập sạch cho từ mưa đó bây nắng nè để mưa sạch nắng nè ai cái tên nắng mua ở pathologist nè cái miền ai cái tên mưa nắng cứ kê rọp bẩn tụ cái hai cái glycerin score nó cứ chia rọp biệp rọp bọt nè prạt này nè đằng bay rụp rụp tam thò mà đá bẩn tụ nắng pi tự động bảo sân chỉ bẩn tụ nâng nơi cào bột mùi chắc pi bột mùi cho cào cứ mà hà đi nắng chỉ tu tới viên nâng mình rít hai viên nâng mình rìa đà tề còn tại tục cắt lại prao ở môn ấy tới bạn này nè khá thua cao về cắt ấy khá chúng tới mình bạch đo thằng bạch cầm rẻ mây bạch cầm rẻ mây vì bác bỏ số thiệp tràn chứ miền tây khá dương ở chậm hai miền nè khá tiết thu bơ tầm tay mà đón cắt cho phong ấy phong cho lang cứ bác bỏ số thiệp tràn này chẳng ấy ban kia rồi khuyên than nè lại phía bao mà hà đi của bên prostat ơi mình chậm bạch nó bị tràn bị chả đây xa bị thi rốt nó bị tụm nửa bị chả đó bên chẳng tới phía ba trong của bên prostat này trong bạch phía ba thấy dương thì dây ông pi bên tụ mình nâng đòn tiền còng bụng muối chỉ tu tới cái cật ha vía mình nghe đừng rít riêng khạc tai bờ sân chỉ lơ bụng muối cứ nè nâng ái nè để trơ ca phía ba chia bẩn toàn tai bên nơi còng bụng muối ca phía ba chưa rơi vị thi nào cả đó ai mình bẩn toàn thì không lơ thì họ flop khơi về để nhung từ riêng nơi vị trí nó bên này khá nó cái đâu khơi là cái ca mà hà đi tới cái ở từ tua ca chia ba cái khoản là nằm ổn ổn chả pi pro kê mơ khơi thà mà Harry rồi bao kê nó bình tụ viên nó tầm pi bay buồn này chứ cái ọt toàn xỉa bán hay nè chừng thứ cái có sốc trận chẳng hay nè khai tiếp cái sốc chất tha ao dương tam đan của mũi khai mà đó tam đan là PSA bộ PSA là phím cái đạo bồn phím hai bữa sân chia bài oxy nó bị chạy tha là nó viên bồng bấy về nó cari riêng đa rồi bỏ viên nó bộ cọp chi viên này hay cari riêng đa rồi bỏ viên nó viên chào từ đó âm khnon về để dừng mơ tới cho ông lại cho ông khổng nó nè khác miền đông mà Harry prostat rồi gì xảy ra hay chuông cá tiếp tụ bây chỉ miền mà Harry nơi nâng cả lại cho ông nâng hai cả đó nó miền này khác nó bị Harry riêng đa vì nơi ta cả lại nâng chả có bàn tay ăn uống sạch tận nè đây sập ná hay bữa sinh chia nhung chị doctor nè rồi khởi chân rồi có nhung miền ở bụng rồi có ôn bong đây ấy nè đại cao chụp người chân có nhung pay rồi cáp chia bá để pro khơi mà Harry prostat từng đó chẳng khổng ấy nữa khổng scan nữa khổng em rải khơi nhé bên nó đúng người đi từng óc ní tay từ rồi cáp chia bá thôi bàn tay bữa khơi đó khả năng hỏi cứ dương mình bạch kịch tràn thì bữa khơi về từ đó chẳng khổng ấy hỏi vì mình bạch kịch đó khả năng để trơi rồi cáp chia bá phim nơi đầm nợ cao nát từ bên prostat rồi cắt chào mấy nhóm ban thì dây ông pi bên tụ glycerin score ca để chập đam chia ba chia bằng toán nó chập đi một buổi làm lời ca bất nhom on men chỉ là ai cái tên khang của bên prostat đấy ní còn tại chia bò đầm miến để nhom có đau chun bị chia bò thằng cua phơi chẳng na tê bị prum đúng mình ai phơi vậy từng tại luôn ai bán thế bên tay con là chia dụng bò prum này khang nó có ọt dừa có ọt đằng cây cá chắc con mình đang thao rốt tờ rộp nẹt ná hai np ná đại cái cua phơi bàn nè chàng chắc bữa sinh chỉ dân mơ tới khơi thà về từ về lươn hói trong vậy thả phần tụ nó về làng đo bùng bầy dù thì họ về nó dân cặp thì cháu các cặp cháu nó mình bọc còn là sọc hiệp chia tu tới thò mà đá ca ba tuần kết trâu từ miền nước không cả ở đây là bữa sinh chỉ dân cắt cái bên prostat cháu bà hỏi cứ về để cắt hỏi nó cứ về nó phong nốt to chừng mấy đồng bụng hồn nó lại khạc cáo mây lên nên cái bên prostat ở trên này chẳng nước không cả ở đây nó bị bật tầng lên miền cồn này mình ai miền cồn bàn thì bữa sinh chỉ dừng trong miền cồn họ miền đáy hay bữa sinh chỉ dừng trời cà phêของở miền cồn ấy cứ mình bạch cà phê thế vì pro ở miền cắt prostat bỏ cháu lấy miền phơi nè tất cả chênh màu đuôi thì chắc là nâng bạc bòn mùi thay dừng ở miền cồn thì chả bồn tái ca bạc bònสมรรถភាពភ្លើភេទគាត់អាចមានតិចតួចអាចអត់ហ្នឹងទៅតាមមនុស្សរៀងៗខ្លួនឯអាហ្នឹងបរោះមានសមត្ថភាពខុសប្លែកពីគ្នាមិនអាចដូចគ្នាបានទេអញ្ចឹងយើងមិនអាចសន្និដ្ឋាន 100% ថាវាប៉ះទេបាទចានឹងបើសិនជាយើងកាត់ prostat ចោលតែបើសិនជាយើងវះកាត់ prostat ផ្សេងយើងកុំច្រឡំណាអាកាត់ prostat បោះចោលទាំងមូលអានឹងដឹងតែអត់កូន 100% ព្រោះវាអត់មានផ្លូវមកទេចាអត់មានផ្លូវតជាមួយនឹងកន្លែងផលិតកម្មអីចេញមកក្រៅបានទេវាអស់លលីងហើយមិនចឹងចាអស់ហើយពីព្រោះពេលហ្នឹងមានតែផ្លោកដូងហើយនឹងបង្ហួរនោមទេគ្មានតែយោណាតមកពីបងស្វាដើម្បីយកទឹកកម្មទៅឲ្យទៅមានកូនទេហ្នឹងបើកាត់ prostat ចោលតែបើសិនជាគាត់អត់កាត់ទេប៉ុន្តែគាត់ឆ្កឹះអាខាងក្រោមហ្នឹងចោលគេហៅរីកណាពេលរីកហ្នឹងគេឆ្កឹះអាស្នូវាចោលគេបាអាស្នូនឹងចោលអស់ហើយវាកាត់នឹងការបាអាស្នូនឹងដូចគ្នាវាកាត់ខុសគ្នាអត់ទេអាវាកាត់ prostat ចោលអានឹងក្នុងករណីមហារីកកាត់បោះចោលហ្មងទៅទេហ្មងលែងមានកពេញ prostat ហ្មងអញ្ចឹងថ្លោកនោមនិងបង្ហួរនោមហ្នឹងតគ្នាដេរិចហ្មងអត់មានតែយកខ្នែងមកពីខាងពងស្វាក់ចូលនៅក្នុងកពេញ prostat ហើយបញ្ចេញទៅកាន់តាមបង្ហួរនោម
អត់មានទៀតទេគឺមានតែផ្លោកនោមនិងបង្ហួរនោមចាលែងមានតែយោតកម្មឆ្លងកាត់បង្ហួរនោមទៀតហើយតែបើសិនជាយើងគ្រាន់តែកោសស្នូលវាចេញណាអត្តកម្មនឹងវានៅតែមកគ្រាន់តែថាវាអាចកាត់បន្ថយការមានកូនសមត្ថភាពខ្សោយមែនទេកាត់បន្ថយការមានកូនអត់និយាយអំពីសមត្ថភាពផ្លូវភេទរបស់បុរសទេសមត្ថភាពផលិតសមត្ថភាពផលិតក៏នៅតែផលិតបានដែរចង់និយាយថាឱកាសនៃការមានកូនវាធ្លាក់ចុះដោយសារអីដោយសារពេលដែលគេបាអាកពេញប្រូស្តាតស្នូនឹងចោលអស់ហ្នឹងវាឈប់មានអាសាច់ដុំខ្ជិបនៅខាងលើហើយអញ្ចឹងវាអាចចេញទៅកាមចូលទៅក្នុងផ្លោកនោមអញ្ចឹងមិនមានកូនបានបើទៅកាមចេញទៅផ្លោកនោមនោះអត់បានចេញមកក្រៅផងចាអញ្ចឹងវាអាចកាត់បន្ថយការឱកាសនៃការមានកូនរបស់គាត់ហើយអញ្ចឹងបើសិនជាគាត់ចាំបាច់ត្រូវការប្រើការទប់ទល់កុំឲ្យមានកូនគាត់នៅតែប្រើដដែលតែបើកាត់កពេញប្រូស្តាតបោះចោលហើយអានឹងមិនចាំបាច់ចាអានឹងមិនចាំបាច់ប្រើប្រាស់ការទប់ស្កាត់កុំឲ្យមានកូននៅពេលដែលមនុស្សប្រុសមានអាការៈឈឺពងស្វាតតើជារោគសញ្ញានៃជំងឺប្រូស្តាតទេអាចជាបនទេអូខេពងស្វារបស់មនុស្សប្រុសមិនថាក្មេងមិនថាចាស់ជាពិសេសចាស់គឺវាងាយនឹងឈឺវាងាយនឹងស្រាវហើយប៉ះទង្គិចតែបន្តិចបន្តួចគឺឈឺតែម្ដងកន្លែងពងស្វាហ្នឹងចាក៏ប៉ុន្តែអាការដែលឈឺពងស្វាឈឺហើយសគាហើយបាត់ទៅវិញហ្នឹងមិនមែនជារឿងដែលថាកម្រនឹងកើតទេគឺវាអាចកើតមានហើយអាចកើតមានលើបរិះគ្រប់តែគ្នានឹងគ្រាន់ណាវាអត់មានរឿងអីធំដុំហើយគ្មានមូលហេតុអីច្បាស់លាស់ហើយមិនបាច់រកទេក៏ប៉ុន្តែបើសិនជាឈឺខ្លាំងណាវាមានរឿងរបស់វាជួនកាលខ្លះយើងទទួលគ្រោះថ្នាក់ប៉ះអាពងស្វាហ្នឹងតាំងពីក្មេងមកហើយចាក់ទៅបានឈឺមានពេលខ្លះពីក្មេងក៏ឈឺដែរប៉ុន្តែវាបាត់មួយសាពេលនោះយើងត្រូវចាំប្រវត្តិថាការនោះកើតអីណាមួយទៀតពងស្វាខ្លះគ្មានឈឺអីទាំងអស់ប៉ុន្តែគាត់លោតគាត់ហក់ទៅវារមួលព្រោះវាទាញមកអញ្ចឹងវាធ្លាក់អញ្ចឹងគេឲ្យបុរសហ្នឹងស្លៀកខោស្លីបជាពិសេសពេលដែលគាត់រត់គាត់លោតគេឲ្យស្លៀកខោស្លីបដែលតឹងណាដើម្បីកុំឲ្យពងហ្នឹងវាយាអាតោងមកខ្លាំងពេលធម្មតាតែយាពយួរអញ្ចឹងវាសគានៅផ្នែកខាងលើហ្នឹងហើយមិនអញ្ចឹងពងហ្នឹងអ្នកខ្លះធំទៅវាធ្ងន់អីអញ្ចឹងទៅរួចហើយគាត់លោតគាត់ហក់គាត់ដើរគាត់ទាត់បាល់អីអញ្ចឹងទៅវាអាចសគាវាអាចឈឺប៉ុន្តែអានឹងវាអត់មានហេតុផលអីធំដុំទេគ្រាន់តែយើងស្លៀកខោរឹតអាកន្លែងពងស្វាហ្នឹងឲ្យបានល្អទៅវាបានហើយខ្លាចមួយទៀតខ្លាចវារមួលព្រោះកាលណាវាយាយើងញយងអញ្ចឹងវាអាចរមួលទៅពេលដែលតសៃនឹងវារមួលជាមួយតសៃឈាមផងរមួលជាមួយតសៃនាំទឹកកាមផងតសៃប្រសាទបាច់នឹងរមួលទាំងអស់អានោះឈឺខ្លាំងណាស់ឈឺរហូតដល់ត្រូវការធ្វើការវះកាត់អីណាបើមិនអញ្ចឹងអត់បានទេហ្នឹងមានគ្រោះថ្នាក់ហើយឈឺមួយទៀតវារលាកឧទាហរណ៍អញ្ចឹងណាពងស្វាហ្នឹងវាអាចរលាកបណ្ដាលមកពីជំងឺកាមរោគឧទាហរណ៍ឬក៏រលាកក៏ពេញប្រូស្តាតខ្លះមិនមែនកាមរោគផងតែវារាលទៅពីព្រោះមានតយោមិនអញ្ចឹងពងស្វាហ្នឹងវាមិនផលិតទឹកមេជីវិតផលិតមេជីវិតវាមានតយោវានៅលើក្បាលហ្នឹងមានតយោវានេះយើងមើលពងស្វាហ្នឹងនៅអញ្ចឹងហើយនៅពីលើពងស្វាហ្នឹងមានតយោនាំទឹកកាមទៅហើយនៅពីលើហ្នឹងគេហៅ epididymitis ចាអានៅហ្នឹងគឺកន្លែងស្បោងដែលពេលផលិតកម្មបានវាស្តុកទុកនៅក្នុងហ្នឹងសិនមិនមែនចេះតែផលិតបានចេញទៅក្រៅចេះផលិតបានចេញទៅក្រៅទេមិនអញ្ចឹងណាអញ្ចឹងវាប្រមូលនៅក្នុងហ្នឹងសិនហើយវាមានតយោឡើងនេះតយោហ្នឹងមកបាច់ចឹងណាតយោហ្នឹងមកបាច់ចឹងតហក់លោតលមួលចុះឡើងចុះលោអាហ្នឹងវាលមួលទៅមិនឈឺដែរតាហើយឈឺខ្លាំងទៀតក៏មានដែរចាហើយជួនកាលវាលមួលមកឆាច់ហើយវាត្រឡប់មកវិញអាហ្នឹងគ្រាន់តែឈឺទេប៉ុន្តែបើលមួលវាអត់មកចាអាហ្នឹងគេហៅ torsion testicle torsion ហ្នឹងគឺលមួលអាហ្នឹងហ្មងត្រូវតែវះកាត់អត់មានវិធីផ្សេងទេអត់មានបើលមួល